កសិករពាក់ព័ន្ធជាមួយនឹងរុក្ខាឱសថដែលឆ្លងកាត់ការសិក្សាស្រាវជ្រាវដែលយើងសម្រិតសម្រាំងយើងធ្វើជាផលិតផលពាក់កណ្ដាស់សម្រាប់ហើយវាទៅជាផលិតផលសម្រាប់ផលិតនៅក្នុងរោងចក្ររបស់យើងហ្នឹងគឺសុទ្ធតែជាភោគផលនិងកសិផលរបស់កសិករយើង100%នៅក្នុងស្រុកយើងតែម្ដងចាតើលោកវាគ្មិនអាចរៀបរាប់ពីសកម្មភាពកន្លងមកចាដែលអ្នកសារព័ត៌មានគាត់ចូលទៅថតពីទីតាំងរោងចក្រផ្ទាល់បានទេចាពួកយើងសង្កេតឃើញថានៅក្នុងរយៈពេលកន្លងទៅនេះគឺមានការចាប់អារម្មណ៍ច្រើនមិនមែនត្រឹមតែស្ថាប័នអ្នកសារព័ត៌មានឬក៏ស្ថាប័នអ្នកផលិតមាតិកាចាយើងក៏បានកត់សម្គាល់ឃើញស្ថាប័នអប់រំផងដែរដែលពួកគាត់ចាប់អារម្មណ៍ទៅលើសហគ្រាសធនមធ្យមផលិតប្រេងកាប្រេងខ្យល់ម៉ាកកសិកររបស់យើងនឹងគឺស្ថាប័នបណ្ដុះបណ្ដាលទៅលើធនធានមនុស្សផ្នែកឱសថសាស្ត្រដែលពួកគាត់អញ្ជើញមកពីខាងសាកលវិទ្យាល័យពុទ្ធសាស្ត្រអញ្ចឹងសាកលវិទ្យាល័យពុទ្ធសាស្ត្រមានមហាវិទ្យាល័យមួយដែលគាត់បណ្ដុះបណ្ដាលទៅលើឱសថសាស្ត្រគឺហៅថាមហាវិទ្យាល័យឱសថសាស្ត្រចាគាត់ក៏បានបញ្ជូននិស្សិតមួយក្រុមធំផងដែរហើយមានសាស្ត្រាចារ្យនិងលោកគ្រូអ្នកគ្រូគាត់ដឹកនាំនិស្សិតដើម្បីបានទៅទស្សនកិច្ចដោយផ្ទាល់នៅសហគ្រាសកសិករផ្ទាល់តែម្ដងដែលមានទីតាំងនៅភូមិគ្រួជាប់ភ្នំជីសូខេត្តតាកែវយើងណាហើយក្នុងនោះក៏មានសាកលវិទ្យាល័យពីរផ្សេងទៀតដែរដែលជាសាកលវិទ្យាល័យដែលបានចុះអនុសារណៈយោគយល់ជាមួយនឹងខាងក្រុមហ៊ុនកសិករយើងណាមានដូចជាសាកលវិទ្យាល័យ IUដែលយើងហៅថាសាកលវិទ្យាល័យអន្តរជាតិហ្នឹងក៏បានចាត់តាំងនិស្សិតនិងសាស្ត្រាចារ្យដឹកនាំដើម្បីផ្ដល់ឱកាសទៅដល់និស្សិតនៅក្នុងការទៅទស្សនកិច្ចដោយផ្ទាល់នៅរោងចក្រយើងដែរនៅខាងខេត្តតាកែវហ្នឹងណាហើយមួយទៀតហ្នឹងគឺខាងវិទ្យាស្ថានវិទ្យាសាស្ត្រអាស៊ីក៏បានចាត់តាំងនិស្សិតមួយក្រុមធំផងដែរហើយក៏មានសាស្ត្រាចារ្យនិងលោកគ្រូអ្នកគ្រូបានចូលរួមនៅក្នុងដំណើរទស្សនកិច្ចហ្នឹងផងដែរបានន័យថាគឺជារឿងដ៏ល្អមួយសញ្ញាណដ៏ល្អមួយសម្រាប់សហគ្រាសកសិករដែលផលិតទៅលើផលិតផលប្រេងកាឡាប្រេងខ្យល់និងផលិតផលរបស់យើងទាំងប្រមាណមុខរបស់យើងហ្នឹងណាគឺមានការចាប់អារម្មណ៍ពីសំណាក់មិនត្រឹមតែមហាជននេះគឺរហូតដល់ថ្នាក់សាកលវិទ្យាល័យនិងមហាវិទ្យាល័យដែលសិក្សាជំនាញឯកទេសទៅលើឱសថដែលពួកគាត់ចាប់អារម្មណ៍ដើម្បីមានឱកាសបានចូលទៅមើលពីសង្វាក់ផលិតកម្មរបស់យើងផ្ទាល់ហើយអំពីការផលិតនៅផលិតផលរបស់យើងផ្ទាល់តើយើងមានទីតាំងជាក់លាក់ដែរឬទេហើយជាក់លាក់ហ្នឹងនៅទីណាហើយយើងផលិតហ្នឹងយើងផលិតដោយរបៀបណាសង្វាក់ផលិតកម្មរបស់យើងហ្នឹងយើងផលិតបែបណាផលិតដោយប្រើដៃដោយប្រើម៉ាស៊ីនស្វ័យប្រវត្តិឬក៏ទ្រង់ទ្រាយបែបម៉េចអញ្ចឹងពួកគាត់បានអញ្ជើញទៅទស្សនកិច្ចផ្ទាល់ដល់រោងចក្រអញ្ចឹងគាត់ឃើញពីទស្សនវិជ្ជាជាក់ស្ដែងទាំងនិស្សិតទាំងលោកគ្រូអ្នកគ្រូទាំងសាស្ត្រាចារ្យផ្សេងៗហ្នឹងទាំងសាស្ត្រាចារ្យដឹកនាំគឺគាត់បានឃើញជាក់ស្ដែងហើយគាត់សម្ដែងនៅការពេញចិត្តគាត់សម្ដែងនៅការពេញចិត្តហើយនឹងគាត់សម្ដែងនៅការសាទរដែលដោយសហគ្រាសធនមធ្យមកសិករ Digital Trading អកហ្នឹងគាត់មានសមត្ថភាពនិងលទ្ធភាពអាចផលិតបាននៅផលិតផលសុខភាពពាក់ព័ន្ធជាមួយនឹងអំបូរប្រេងស្លឹកគ្រៃនិងអំបូរប្រេងប្រចាក់នៅក្នុងស្រុកខ្មែរយើងណាដោយសារតែបងប្អូនអាចដឹងស្រាប់ហើយថាផលិតផលម៉ាកកសិករយើងគ្រប់គ្រងប្រភពវត្ថុធាតុដើមនៅក្នុងស្រុកហ្នឹងគឺរហូតដល់ 80% អញ្ចឹងភោគផលកសិករពាក់ព័ន្ធជាមួយនឹងរុក្ខាឱសថដែលឆ្លងកាត់ការសិក្សាស្រាវជ្រាវដែលយើងសម្រិតសម្រាំងយកមកធ្វើជាផលិតផលពាក់កណ្ដាស់សម្រាប់ហើយឲ្យវាទៅជាផលិតផលសម្រាប់ផលិតនៅក្នុងរោងចក្ររបស់យើងហ្នឹងគឺសុទ្ធតែជាភោគផលនិងកសិផលរបស់កសិករយើង 100% នៅក្នុងស្រុកយើងតែម្ដងហើយក៏ជាចំណែកចូលរួមនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតាមមូលដ្ឋានជាពិសេសបានទៅដល់ប្រជាសហគមន៍នៅក្នុងមូលដ្ឋានណាដែលពួកគាត់ផ្គត់ផ្គង់វត្ថុធាតុដើមពាក់កណ្ដាលសម្រាប់មកខាងសហគ្រាសរបស់ពួកយើងហើយបន្ថែមពីចំណាប់អារម្មណ៍ពីសាធារណជនក៏ដូចជាសាកលវិទ្យាល័យក៏ដូចជាបណ្ដាសាកលវិទ្យាល័យទាំង3ដែលជាដៃគូសហការជាមួយយើងណាក៏នៅមានស្ថាប័នសារព័ត៌មានធំនៅក្នុងប្រទេសកម្ពុជាយើងផងដែរដូចជាស្ថាប័ន Cambodia Business ដែលបងប្អូនអាចស្គាល់ថាជាចាស់ក្រហមហ្នឹងមានវត្តមានលោកសំកុសលគាត់បានចុះទៅផ្ដិតយកសកម្មភាពក៏ដូចជាសម្ភាសជាមួយនឹងលោកខ្ញុំផ្ទាល់ក៏ដូចជាបុគ្គលិកផ្នែកបច្ចេកទេសដែលគ្រប់គ្រងទៅលើសង្វាក់ផលិតកម្មនឹងទាំងរួមដែរសហគ្រាសយើងត្បិតតែជាសហគ្រាសធនមធ្យមមែនប៉ុន្តែយើងមានអ្នកបច្ចេកទេសរបស់យើងហ្នឹងគឺជាបណ្ឌិតឱសថសាស្ត្រយើងមានបណ្ឌិតរហូតដល់3រូបនៅក្នុងការទៅគ្រប់គ្រងវិជ្ជាពាក់ព័ន្ធជាមួយនឹងគុណភាពប្រសិទ្ធភាពនិងសុវត្ថិភាពរបស់ផលិតផលយើងពុំមែនផលិតផលដែលគ្មានគុណភាពឬក៏សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ទេគឺយើងគិតជាចម្បងហ្នឹងគឺពាក់ព័ន្ធជាមួយនឹងគុណភាពសុវត្ថិភាពនិងប្រសិទ្ធភាពសម្រាប់អ្នកប្រើប្រាស់ដោយសារយើងយល់ថាការដែលយើងផលិតផលហ្នឹងគឺយើងផលិតជូនអតិថិជនដែលជាប្រជាជនខ្មែរយើងគាត់ប្រើប្រាស់អញ្ចឹងសុវត្ថិភាពរបស់ពួកគាត់គឺជារឿងដែលយើងត្រូវគិតមុនគេនៅក្នុងការដំណើរការផលិតរបស់យើងហើយនៅក្នុងដំណើរការនៅក្នុងការចែកចាយផលិតផលរបស់យើងណានៅក្នុងដំណើរទស្សនកិច្ចក៏ដូចជាការចុះទៅផ្ដិតយកសកម្មភាពក៏ដូចជាការសាកសួរអំពីសាវតាការកកើតឡើងនៃសហគ្រាសរបស់យើងហ្នឹងយើងសង្កេតឃើញថាមានចំណាប់អារម្មណ៍យ៉ាងច្រើនពីខាងបណ្ដាសារព័ត៌មានឬក៏គេហៅថាអ្នកបង្កើតមាតិកា content creator គាត់បានចុះទៅមិនមែនត្រឹមតែខាងក្រុមហ៊ុនចាស់ក្រហមឬក៏គេហៅថាបាក់សៃ media ហ្នឹងទេយើងនឹងមានខាងសារព័ត៌មានខាង
ខាងបណ្ដាក្រសួងផ្សេងៗរបស់រដ្ឋាភិបាលផងដែរ ចា៎ នៅក្នុងនោះក្រសួងធំៗនិងស្ថាប័នដែលធំៗហើយសំខាន់នៅក្នុងការជំរុញនៅវិស័យ SME នៅក្នុងស្រុកយើងតែម្ដងដូចជាក្រុមការងារខាងក្រសួងហិរញ្ញវត្ថុ ចា៎ ក្រុមការងារប្រព័ន្ធផ្សព្វផ្សាយខាងក្រសួងពាណិជ្ជកម្មហើយនិងខាងក្រុមការងាររបស់សភាពាណិជ្ជកម្មកម្ពុជាគាត់បានចុះទៅផ្ដិតយករូបភាពដល់រោងចក្រយើងផ្ទាល់ហើយនឹងបានសម្ភាសជាមួយនឹងរូបខ្ញុំផ្ទាល់ដែរពាក់ព័ន្ធជាមួយនឹងដំណើរនៃការកកើតនិងវឌ្ឍនភាពរបស់សហគ្រាសយើងតាំងពីខ្នាតទូចរហូតដល់ខ្នាតមធ្យមមកដល់ពេលនេះចឹងណាតើយើងបានខិតខំប្រឹងប្រែងអ្វីខ្លះហើយយើងជួបផលលំបាកអ្វីខ្លះហើយអ្វីជាការរំពឹងរបស់យើងនៅក្នុងថ្ងៃអនាគតតើយើងអាចនឹងមានកិច្ចសហការយ៉ាងម៉េចខ្លះនៅថ្ងៃអនាគតដើម្បីឲ្យមានការជួយជ្រោមជ្រែងពីខាងស្ថាប័នពាក់ព័ន្ធបន្ថែមទៀតចឹងកន្លែងហ្នឹងពួកយើងពិតជាសាទរហើយពួកយើងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះការយកចិត្តទុកដាក់ពីស្ថាប័នផ្សេងៗរបស់រាជរដ្ឋាភិបាលរបស់យើងណាដោយសារគាត់តែងតែផ្ដល់ការលើកទឹកចិត្តឲ្យអនុលោមឬក៏ស្របទៅតាមគោលនយោបាយដែលជំរុញទៅលើវិស័យ SME ណាខ្ញុំបានចែករំលែកអំពីផលលំបាកដែលសហគ្រាសយើងកំពុងតែជួបបញ្ហាហើយក៏យើងបានចែករំលែកពាក់ព័ន្ធជាមួយនឹងឧបសគ្គមួយចំនួននៅក្នុងការដែលប្រតិបត្តិការអាជីវកម្មរបស់យើងចឹងណាហើយយើងសង្ឃឹមថាតាមរយៈការផ្ដល់បទសម្ភាសន៍តាមរយៈការលើកឡើងដោយផ្ទាល់តាមវីដេអូហ្នឹងនឹងបានជាចំណែកមួយជាធាតុចូលមួយដ៏សំខាន់សម្រាប់ការជួយគាំទ្រឬក៏ការដែលជួយលើកទឹកចិត្តដល់សិប្បកម្មឬក៏សហគ្រាស SME ផ្សេងៗទៀតពីសំណាក់រដ្ឋាភិបាលណាដាក់ចេញនៅផែនការឬក៏គោលនយោបាយជាក់លាក់នៅក្នុងការដែលចូលរួមលើកកម្ពស់ឬក៏ជួយឲ្យ SME ហ្នឹងគាត់មាននិរន្តរភាពឬក៏អាចរស់រានមានជីវិតបានអញ្ចឹងណាដោយសារអីនៅក្នុងវិស័យ SME គឺជាវិស័យមួយដែលជួយអភិវឌ្ឍនៅខឿនសេដ្ឋកិច្ចថ្នាក់មូលដ្ឋានយ៉ាងសំខាន់ដែលមិនអាចខ្វះបានណាអញ្ចឹងការចូលរួមរបស់រដ្ឋាភិបាលនៅក្នុងការលើកកម្ពស់ឬក៏យកចិត្តទុកដាក់ឬក៏ការចុះទៅដល់ទីតាំងផ្ទាល់បែបហ្នឹងគឺពិតជាមានសារៈសំខាន់មែនទែនចំពោះការយល់ឃើញពីខាងខ្ញុំណាហើយខ្ញុំសង្ឃឹមថា SME ផ្សេងៗទៀតក៏នឹងទទួលបានការយកចិត្តទុកដាក់ក៏ទទួលបានការគាំពារពីស្ថាប័នពាក់ព័ន្ធបែបហ្នឹងផងដែរហើយនៅក្នុងនឹងទៀតសោតហ្នឹងក៏យើងសាទរចំពោះខាងវិស័យហិរញ្ញវត្ថុស្ថាប័នហិរញ្ញវត្ថុណាយើងក៏ចង់អំពាវនាវឬក៏ទទូចផងដែរពាក់ព័ន្ធជាមួយនឹងការជួយគាំពារផ្នែកហិរញ្ញវត្ថុដោយសារតែ SME ពួកគាត់ពុំមែនជាស្ថាប័នដែលមានគេហៅថាប្រភពទុនរឹងមាំដោយក្រុមហ៊ុនគេធំឬក៏ក្រុមហ៊ុនអន្តរជាតិខ្នាតអន្តរជាតិបទសម្ព័ន្ធផ្សេងៗទេពេលខ្លះណាខ្ញុំលើកឧទាហរណ៍ដូចជាស្ថាប័នពួកយើងខាងសហគ្រាសកសិករខ្នាតមធ្យមរបស់យើងណាយើងដើមទុនរបស់យើងគឺមានកម្រិតមែនទែនពីព្រោះអីយើងកើតពីតកូកសិករពីគ្រួសារកសិករអញ្ចឹងប្រភពដើមទុនផ្សេងៗគឺមានភាពអាចនិយាយបានថាងាយនឹងផុយស្រួយពាក់ព័ន្ធជាមួយនឹងដើមទុនណាអញ្ចឹងយើងត្រូវស្រាក់គ្នានៅក្នុងការចូលរួមអភិវឌ្ឍស្ថាប័នយើងតាមរយៈការចែករំលែកបានន័យថាចូលរួមជាដើមទុនដើម្បីទ្រទ្រង់ប្រតិបត្តិការរបស់ក្រុមហ៊ុនណារបស់រោងចក្រអញ្ចឹងទៅហើយយើងក៏កំពុងតែស្វែងរកដៃគូផ្នែកស្ថាប័នហិរញ្ញវត្ថុដែលអាចជួយគាំពារទៅលើការផ្ដល់ជាហិរញ្ញប្បទានឬក៏ការជួយគាំទ្រទៅលើការចាក់បញ្ចូលដើមទុនទៀតដើម្បីឲ្យអាជីវកម្មយើងអាចបង្រីកខ្លួនកាន់តែធំជាងនឹងដើម្បីឆ្លើយតបជាមួយនឹងតម្រូវការទីផ្សារណាឲ្យឆ្លើយតបពាក់ព័ន្ធជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីពង្រឹងវិស័យ SME នៅក្នុងស្រុកតាមរយៈសេនាធិការរបស់រដ្ឋាភិបាលគឺក្រសួងសេដ្ឋកិច្ចដែលគាត់កំពុងតែជំរុញនិងគាំទ្រទៅលើវិស័យ SME នៅក្នុងស្រុកហ្នឹងឲ្យមានការរីកលូតលាស់ឲ្យកាន់តែប្រសើរឡើងនៅក្នុងថ្ងៃអនាគត ស្ប្រាយបំបត្តិការឈឺចាប់កសិករបាញ់ភ្លាមបាត់ឈឺភ្លាម កសិករគិតសុខភាពជាចម្បង